នៅវេលាថ្ងៃត្រង់ត្រូវនៅថ្ងៃទី19ខែមិថុនាឆ្នាំ2026នេះមានករណីបងប្អូនខ្មែរឥស្លាមយើងប្រទះឃើញសពបរិសម្នាក់អណ្ដែតនៅខាងក្រោមបែមួយកន្លែងបាទផ្ទះនៅលើបែដែលបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅជិតទីតាំងកន្លែងកើតហេតុនេះដែលស្ថិតនៅក្នុងសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញឃើញថាគណៈពេលនេះកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចូលមកដល់ទីតាំងកន្លែងកើតហេតុផងដែរកំពុងតែត្រៀមស្រង់យកសពយកមកដាក់ខាងលើនិងត្រួតពិនិត្យសពបកគលឲ្យសាច់ញាតិយកទៅធ្វើបន់តាមប្រពៃណីផងដែរពាក់ព័ន្ធទៅនឹងមូលហេតុយ៉ាងណានោះយើងពុំទាន់ដឹងទេរងចាំសមត្ថកិច្ចយើងលោកធ្វើកសលវិច័យសិនផងដែរសូមប្រិមិត្តទៅតាមដាននៅទស្សនវិជ្ជាទីតាំងកន្លែងកើតហេតុទាំងអស់គ្នាបាទឥឡូវឃើញថាបងប្អូនប្រជាពលរដ្ឋយើងកំពុងតែត្រៀមហើយបាទត្រៀមលើកសពចេញពីក្នុងទឹកហើយសូមជម្រាបទៅកាន់ប្រិមិត្តថាសពហ្នឹងគឺនៅខាងក្រោមផ្ទះនឹងតែម្ដងបាទគេថាផ្ទះបែលើបែផ្ទះលើបែបាទនៅខាងក្រោមនឹងតែម្ដងហើយយើងអត់ដឹងថាមូលហេតុអីបានរហូតគាត់ទៅស្លាប់នៅខាងក្រោមហ្នឹងណាយើងមិនដឹងថាគាត់ល្ងិតមុខធ្លាក់ចូលទឹកហើយហូរទៅក្រោមហ្នឹងឬយ៉ាងណាបាទយើងអត់ទាន់ដឹងទេរងចាំកម្លាំងសមត្ថកិច្ចមកដល់ហើយស្រង់សពដាក់មកខាងលើដើម្បីត្រួតពិនិត្យទៅលើសាកសពហើយបន្ទាប់មកក៏បកគលទៅឲ្យខាងក្រមគ្រួសារសាច់ញាតិយកធ្វើបន់តាមប្រពៃណីផងដែរយ៉ាងណាមិញពាក់ព័ន្ធទៅនឹងករណីនេះដូចខ្ញុំបានបញ្ជាក់ទៅកាន់ប្រិយមិត្តចឹងគឺស្ថិតនៅក្នុងភូមិព្រែកតាពៅសង្កាត់ព្រៃប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញហើយចំណុចទីតាំងកន្លែងនេះឃើញថាបងប្អូនខ្មែរឥស្លាមយើងច្រើនបាទគាត់រស់នៅហើយប្រកបមុខរបរដូចជាការបាទនេសាទត្រីអីចឹងណាប្រិមិត្តបាទហើយអកុសលយើងមិនដឹងថាបងប្រុសគាត់មានបញ្ហាងឹតមុខឬមួយក៏យ៉ាងណាទេដែលបងប្អូនហ្នឹងបានបាត់2ថ្ងៃហើយរហូតមកដល់ថ្ងៃនេះទើបដឹងពីប្រពន្ធរបស់គាត់មកថាមានក្លិនស្អុយពីខាងក្រោមផ្ទះលើបែហ្នឹងហើយបន្ទាប់មកក៏បងប្អូនប្រជាពលរដ្ឋយើងរកមើលទៅក៏ឃើញបាទប្រទះឃើញសពនៅខាងក្រោមហ្នឹងតែម្ដងបាទសូមបញ្ជាក់ទៅកាន់ប្រិមិត្តផងថាពាក់ព័ន្ធទៅនឹងបរិះខាងលើដែលស្លាប់ប្រទះឃើញសពដែលស្លាប់នៅខាងក្រោមបែហ្នឹងគឺគាត់មានឈ្មោះថារ៉ូសាលីអាយុជាង30ឆ្នាំហើយសមាជិកកំពុងតែត្រៀមនឹងលើកសពរបស់គាត់ស្រង់គាត់ចេញពីក្នុងទឹកនៅខាងក្រោមបែហ្នឹងយកមកធ្វើកសលវិច័យនៅខាងលើនេះបាទហើយនឹងបកគលសពឲ្យសាច់ញាតិយកទៅធ្វើបន់តាមប្រពៃណីផងដែរហើយពាក់ព័ន្ធទៅនឹងករណីនេះយើងពុំទាន់ដឹងថាគាត់ស្លាប់ដោយមូលហេតុគាត់ល្ងិតមុខធ្លាក់ចូលទៅក្នុងទឹកឬមួយក៏យ៉ាងណាទេយ៉ាងណាមកយើងទុកឲ្យជំនាញសមត្ថកិច្ចលោកត្រួតពិនិត្យសិនហើយដោយដែលខ្ញុំបានជម្រាបទៅកាន់ប្រិមិត្តអញ្ចឹងនេះគឺគ្រាន់តែជាព័ត៌មានបាក់ថមតែប៉ុណ្ណោះដែលយើងទទួលបានពីកន្លែងកើតហេតុបាទថាខ្ញុំស្អុយហ្នឹងបាត់ប្រហែលប៉ុន្មានថ្ងៃបង2ថ្ងៃណាប្រហែលឃើញសពនឹងក្រោមបែហ្នឹងហ្មងហ្នឹងហើយប្រពន្ធឃើញតែស្អុយហ្នឹងគោះឲ្យប្អូនគាត់មើលប្រពន្ធណាប្រពន្ធគាត់ឃើញប្រពន្ធខាងសពហ្នឹងគាត់ដឹងថាខ្ញុំស្អុយចឹងណាចឹងគាត់ក៏ចោះមកឲ្យប្អូនគោះក្តារមើលបាទជិះពេលបាត់គាត់ភ្លាមយើងអត់ស្វែងរកគាត់អត់គាត់ទៅណាអញ្ចឹង2ថ្ងៃហ្នឹងគាត់ទៅណានៅក្នុងចៃដែរហ្នឹងអូប្រពន្ធកូនខ្ចីដែរអូចៃហ្នឹងកូន2នាក់3នាក់ហ្នឹងជុំយ៉ាជិះគាត់ស្អាតនៅមើលប្រពន្ធគាត់លឿនហ្នឹងតែហ្នឹងហើយម្ដងទៅលក់ទាំងអស់គ្នាម្ដងទៅលក់ទាំងអស់គ្នាហ្មងបាទមានគាត់ឈ្មោះអីបងមួយទេវាប្រពន្ធវាខ្ញុំស្គាល់តានេះស្គាល់តាឈ្មោះវាទេឈ្មោះក្រៅឈ្មោះហៅក្រៅឈ្មោះភ្លេចបាត់ការហួរនៅរបស់គាត់ជាប្រចាំថ្ងៃអីគាត់ធ្លាប់ញ៉ាំស្រាញ៉ាំអីមិនអត់ដែរហ្នឹងហើយរ៉ូសាលីឈ្មោះរ៉ូសាលីបាទអញ្ចឹងការរស់នៅប្រចាំថ្ងៃអត់ដែរហូបស្រាហូបអីទេដល់ម៉ោងទៅលក់ដល់ម៉ោងស្វែងអង្គមមកដល់ផ្ទះវិញហើយតែតែមួយថ្ងៃហ្នឹងវាថាឃើញកង់3នៅក្រៅហ្នឹងអាថ្ងៃទៅប្រពន្ធដើរលេងហ្នឹងទៅប្រពន្ធមកវិញគាត់បងប្អូនខ្មែរឥស្លាមយ៉ាងដែរអញ្ចឹងហ្នឹងហើយអូមកដល់ប្រពន្ធដើរលេងមកវិញបាត់ទៅចូលផ្ទះដេកអស់គ្នាហ្នឹងហើយអត់ដឹងតែយប់ហ្នឹងមកហើយហើយខ្លាចគាត់ទៅរត់កង់3ដល់អីចឹងទៅប្រពន្ធអត់មានចាប់អារម្មណ៍ដែរបាទដល់ទៅពេលធំក្លិនទៅគឺឆែកទៅនឹងក្រុមហ្នឹងណាហ្នឹងហើយធំក្លិនតាមប្រពន្ធគាត់ប្រាប់ហ្នឹងបាទហើយខ្លាចមានកដោអីចឹងយើងអត់មានចាប់អារម្មណ៍ថាមានបាទបាទគាត់ទៅមកពីផ្សារដែរហ្នឹងគាត់ស្រុកកំណើតគាត់នៅនឹងហ្មងឬយ៉ាងម៉េចដែរនៅជួនដែកហ៎ជ្រួយដែក